ngày nắng bọn do khna tôm mà ao mùi đạp bên trắng là khơi thường xóm kháo chạy khi hôm mà đông lọp tàu hỏa đón vịnh xóm khao nó đợi pra sạc chạy đạp bên ngày nắng trong vịnh xóm khao nắng đợi pra sạc khao mà đông rồi chiết bảo viết ngay mà giang cái đường thường xóm khao bảo nhom ngày nắng nhom miền khao miền co tận ná miền sự đại cả hôm hai nương miền đông để nhom coi chi từ sayបែបនឹងហើយញោមប្រាគតិដងទៀតឥឡូវញោមមកដាក់ស្ងោស្ដាយនឹងឲ្យឆ្អិនសិនពេលដែលញោមដាក់ស្ងោស្ដាយហើយញោមមកពុះខ្នោម្ដងនេះណែបងប្អូនមើលសាច់ខ្នោរបស់គេនិយាយវិថាឃើញគួរចង់ហូបហ្មងសាច់ឡើងលឿងល្អកហើយខ្នោហ្នឹងគឺជាខ្នោណាំងខ្នោខ្មែរយើងហ្នឹងសបោជ័រមុននឹងពុះខ្នោហ្នឹងញោមប្រើប្រេងអូលីវមកលាបដៃនិងលាបកង្វិតផងដែរធ្វើបែបហ្នឹងអត់ជាប់ជាន់នឹងដៃឬក៏នៅកបាត់ទេហើយកុំភ័យខ្លាចធំប្រេងជាមួយខ្នោហ្នឹងអត់ធំទេនិយាយរួមទៅប្រើប្រេងឆាធម្មតាមកលាបហើយយកមកបកក៏បានដែរហើយកន្លែងទៅបកខ្នោឥឡូវប៊ីសខ្លោចស្ដាយបាត់ហើយបងប្អូនអើយឥឡូវស្ដាយរបស់ខ្ញុំឆ្អិនល្មមពេលដែលស្ដាយឆ្អិនហើយខ្ញុំចាក់ទុកដាក់កញ្ច្រែងសិនឥឡូវខ្ញុំចាប់ផ្ដើមមកមូស្លឹកត្នោតម្ដងម៉ូតហ្នឹងខ្ញុំប្រើស្លឹកត្នោតតែមួយចំហៀងទេតែមុននឹងបានយកមកមូបែបហ្នឹងខ្ញុំយកកបាត់មកកូតកន្លែងពុះឲ្យស្មើបន្ទាប់មកខ្ញុំកូតយកតំណងត្នោតឬមួយក៏ក្បាប់ត្នោតចាញ់ពេលដែលខ្ញុំមូមកដល់កតុយហ្នឹងខ្ញុំបិទផ្ចិតវាអញ្ចឹងទៀតពេលដែលខ្ញុំបិទផ្ចិតវាអញ្ចឹងហើយខ្ញុំយកប្រាប់កាប់មកកាប់ហើយប្រាប់កាប់ដែលខ្ញុំប្រើហ្នឹងគឺខ្ញុំប្រើប្រាប់កាប់អាធំបងប្អូនប្រាប់កាប់អាទូចគឺកាប់អត់ជាប់ទេពេលដែលខ្ញុំធ្វើម៉ូតហ្នឹងគឺខ្ញុំដើរចម្រាញ់ហៅកពូត្នោតណាដែលវែងៗហើយស្លឹកធំធំហើយជាពិសេសបងប្អូនអើយកពូត្នោតដែលស្លឹកធំធំហើយវែងៗណាតតដើមណាខ្ពស់ហ៎បើមានស្លឹកល្អអញ្ចឹងបើសិនជាដើមទៀបស្លឹកអត់សូវល្អឯស្លឹកខ្លីហើយទូចទៀតខ្ញុំចង់ចែករំលែកពីវិធីធ្វើណាងាយឲ្យបងប្អូនងាយស្រួលធ្វើតាមពីព្រោះថាមានបងប្អូនខ្លះគាត់អត់ចេះចាក់កតំទេតែបងប្អូនអាចធ្វើម៉ូតនឹងបានយកទៅច្រកអង្គយកទៅដាក់ស្ងោឆ្ងាញ់ដូចគ្នាត្រឡប់របស់ខ្ញុំពេលដែលខ្ញុំវិញសមម្ដងខ្ញុំតែងតែឆាអង្គហើយពេលដែលខ្ញុំដាក់ស្ករដាក់អំបិលចូលហើយខ្ញុំចាក់ដូងនឹងយកហ្មងដូងនឹងខ្ញុំក៏រៀងសរសៃវែងធំបន្តិចបន្ទាប់មកខ្ញុំឆាត្រឡប់វាឲ្យវាលាយគ្រឿងបន្តិចសិនពេលដែលលាយគ្រឿងហើយខ្ញុំចាក់អង្គនឹងចូលហ្មងពេលដែលខ្ញុំចាក់អង្គនឹងចូលហើយខ្ញុំឆាត្រឡប់បែបហ្នឹងអញ្ចឹងទៀតខ្ញុំឆាឲ្យចូលជាតិជាមួយគ្រឿងហេងកហ្នឹងឲ្យចូលជាតិគ្នាសិនបាទខ្ញុំដាក់សណ្តែកចូលតាមក្រោយឥឡូវខ្ញុំចាក់សណ្តែកក្រហមនឹងចូលហ្មងពេលដែលខ្ញុំចាក់សណ្តែកក្រហមហើយខ្ញុំឆាត្រឡប់វាបែបហ្នឹងអញ្ចឹងទៀតត្រឡប់របស់ខ្ញុំពេលដែលវិញសម្ដងណាក៏ដោយបងប្អូនហើយគឺដឹងតែពីកដាទៀតរហូតដល់ដងហើយទិដ្ឋភាពដែលបងប្អូនឃើញនេះគឺយប់ជ្រៅមែនតើណាបងប្អូនម៉ោងចូលម៉ោង 2:10 ម៉ោង 1 ហើយដល់ពេលឥឡូវខ្ញុំបានដាក់ខ្នោនឹងចូលហើយពេលដាក់ខ្នោនឹងចូលខ្ញុំឆាត្រឡប់វាបែបហ្នឹងអញ្ចឹងទៀតពេលដែលខ្ញុំឆាអង្គហ្នឹងខ្ញុំឆាឲ្យឆ្អិនពេកទេពេលដែលខ្ញុំច្បល់វាចូលគ្រឿងក្រៅគ្នាហើយអស់ខ្ញុំមកដាំទឹកទុកចោលសិនបន្ទាប់មកបាទខ្ញុំយកអង្គមកញាត់ចូលបែបហ្នឹងសមរបស់ខ្ញុំថ្ងៃហ្នឹងខ្ញុំធ្វើពីររសជាតិមួយសមខ្នោមួយសមដូងហើយតែខ្ញុំបង្ហាញបងប្អូនណាតែមួយមុខទេពីព្រោះថាគ្រាន់តែមួយមុខហ្នឹងវីដេអូឡើងវែងណាស់ហើយបានជាខ្ញុំធ្វើពីរមុខពីព្រោះថាកូនរបស់ខ្ញុំមួយគាត់ចង់ញ៉ាំសមខ្នោមួយទៀតគាត់ចង់ញ៉ាំសមដូងដល់ពេលអញ្ចឹងខ្ញុំត្រូវតែធ្វើពីរមុខជាតិជាម្ដាយអត់សូវខុសគ្នាហ្មងទេបងប្អូននិយាយពីថាតគ្នាពេលដែលលើកតកូនចង់ហូបអីតែងតែធ្វើឲ្យកូនហូបអីជាពិសេសថ្ងៃហ្នឹងចង់វិចរឿងច្រើនដើម្បីយកទៅចែកបងប្អូនហូបផងនិងឲ្យទៅម្ចាស់ខ្នោពីព្រោះថាគាត់ខំយកខ្នោមកឲ្យហើយខ្នោរបស់គាត់ឆ្ងាញ់ណាឃើញទៅតំណងគួរចង់យកមកវិចសមហូបហ្មងហើយបងអូនដែលយកខ្នោមឲ្យខ្ញុំហ្នឹងគឺមិនមែនបងអូនរបស់ខ្ញុំបកកែទេគ្រាន់តែរាប់អានគ្នាតែគាត់ចិត្តល្អឲ្យតែមានរបស់ហូបអីគាត់តែងតែយកមកឲ្យហើយសមហ្នឹងពេលដែលខ្ញុំច្រកអង្គចូលហើយខ្ញុំយកមកចងវាបែបហ្នឹងអញ្ចឹងទៀតហើយការចងអញ្ចឹងដែរបងប្អូនបើបងប្អូនមានចំណងបែបណាយកមកចងក៏បានដែរឲ្យតែបងប្អូនគិតតែងាយស្រួលតែបើសិនជាអត់ចងទេមកតែលបោតពេញឆ្នាំងអស់ហើយឥឡូវសមរបស់ខ្ញុំវិចខ្ចប់ចងឲ្យអស់ហើយទឹករបស់ខ្ញុំក៏ពុះល្មមត្រឡប់របស់ខ្ញុំពេលដែលស្ងោរអន្សមខ្ញុំតែងតែដាំទឹកឲ្យពុះសិនបានខ្ញុំវិញសមហើយខ្ញុំយកមកបង់តាមក្រោយបែបហ្នឹងអញ្ចឹងទៀតចុះចំណែកខាងបងប្អូនធ្វើយ៉ាងម៉េចដែរសមរបស់ខ្ញុំស្ងោរអត់យូរទេស្ងោរឆាប់ឆ្អិនទេពីព្រោះថាមុននឹងបានយកអង្គមកដាក់វិចខ្ចប់អញ្ចឹងខ្ញុំយកអង្គទៅត្រាំទឹកប្រហែលជា 3-4 ម៉ោងសិនរួចហើយបានខ្ញុំយកមកឆាមកតង់ទៀតពេលដែលធ្វើបែបហ្នឹងពេលដែលខ្ញុំយកមកស្ងោរពេលស្ងោរឆាប់ឆ្អិនឥឡូវសមរបស់ខ្ញុំស្ងោរឆ្អិនហើយបងប្អូនចាំមើលនឹងខ្ញុំមកហាច់ឲ្យបងប្អូនមើលទាំងអស់គ្នាថាសាច់របស់វាល្អយ៉ាងម៉េចទៅណនេះបងប្អូនមើលសាច់របស់គេនេះត្រង់ឃើញគួរឲ្យចង់ហូបហ្មងឥឡូវខ្ញុំមកភ្លក់ឲ្យបងប្អូនមើលម្ដងឆ្ងាញ់ណាស់បងប្អូនអើយនិយាយពីថា
សាច់គេឡើងល្មួតឆ្ងាញ់មែនតែនដាក់មួយម៉ាត់ហើយគឺចង់ដាក់មួយម៉ាត់ទៀតតែម្ដងបងប្អូនអ្នកធ្លាប់វិញសុំស្លឹកចេកអាចសាកល្បងវិញសុំស្លឹកត្នោតបាននិយាយពីថាឆ្ងាញ់ជាប់ចិត្តតែម្ដង